បណ្ដាញកុមារអ្នកតស៊ូមតិអ្វីទៅជាបណ្ដាញកុមារអ្នកតស៊ូមតិបណ្ដាញកុមារអ្នកតស៊ូមតិឬបកតជាសម្ព័ន្ធក្លឹបឬក្រុមកុមារដែលបានបង្កើតឡើងនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2003ដោយសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារហៅកាត់ថាសអសកក្រមគំនិតនិងការផ្ដួចផ្ដើមរបស់ក្លឹបកុមារចំនួន5ក្នុងគោលបំណងរួមគ្នាធ្វើការលើកកម្ពស់ការយល់ដឹងស្ដីអំពីអនុសញ្ញាសិទ្ធិកុមារនិងការអនុវត្តព្រមទាំងជំរុញឲ្យមានការចូលរួមរបស់កុមារនៅគ្រប់កម្រិតទស្សនវិស័យកុមារគ្រប់រូបទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមារបេសកកម្មផ្សព្វផ្សាយអនុសញ្ញាស្ដីពីសិទ្ធិកុមារនិងការចូលរួមរបស់កុមារដល់សាធារណជនកុមារនិងអ្នកដែលមានវិជ្ជាជីវៈទាក់ទងនឹងកុមារតស៊ូមតិនៅគ្រប់កម្រិតដើម្បីជំរុញឲ្យមានការចូលរួមរបស់កុមារតាមដានការអនុវត្តសិទ្ធិកុមារនិងការចូលរួមរបស់កុមារសរសេររបាយការណ៍ស្ដីពីការអនុវត្តសិទ្ធិកុមារនិងការចូលរួមរបស់កុមារផ្ញើជូនដល់គណៈកម្មាធិការអង្គការសហប្រជាជាតិបង្កើនសមត្ថភាពដល់សមាជិករបស់បណ្ដាញកុមារអ្នកតស៊ូមតិនៅគ្រប់លំដាប់ថ្នាក់តើបណ្ដាញកុមារអ្នកតស៊ូមតិឬបកតកំពុងអនុវត្តការងារនៅកន្លែងណាខ្លះសៀមរាបបាត់ដំបងពោធិ៍សាត់ក្រុងព្រះសីហនុតាកែវកណ្ដាលព្រៃវែងស្វាយរៀងភ្នំពេញកំពង់ចាមនិងរតនគិរីផងដែរតើបណ្ដាញកុមារអ្នកតស៊ូមតិធ្វើអ្វីខ្លះនៅថ្នាក់មូលដ្ឋានរៀបចំការប្រជុំប្រចាំខែប្រចាំត្រីមាសក្នុងចំណោមសមាជិកដើម្បីពិភាក្សារកបញ្ហាដែលជួបប្រទះនៅក្នុងក្លឹបឬក្រុមក៏ដូចជាមានការចែករំលែកនៅចំណេះដឹងស្ដីអំពីសិទ្ធិកុមារនិងការចូលរួមរបស់កុមារកំណត់បញ្ហាដែលកុមារជួបប្រទះនិងសំណូមពររៀបចំយុទ្ធនាការនិងវគ្គបណ្ដុះបណ្ដាលស្ដីអំពីសិទ្ធិកុមារនិងការចូលរួមរបស់កុមារទៅសហគមន៍និងកុមារចូលរួមប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាគុំសង្កាត់ដើម្បីលើកយកបញ្ហារបស់កុមារដែលជួបប្រទះនិងសំណូមពរដើម្បីស្វែងរកការអន្តរាគមន៍ចូលរួមប្រជុំតាំងពីថ្នាក់ភូមិដល់ថ្នាក់ស្រុកដើម្បីធ្វើសមាហរណកម្មបញ្ហាសិទ្ធិកុមារដែលបានលើកឡើងដោយបណ្ដាញកុមារអ្នកតស៊ូមតិបញ្ចូលទៅក្នុងផែនការអភិវឌ្ឍឃុំសង្កាត់និងកម្មវិធីវិនិយោគឃុំសង្កាត់របស់ក្រុមប្រឹក្សាឃុំសង្កាត់បោះឆ្នោតថ្នាក់ដឹកនាំរបស់បណ្ដាញកុមារអ្នកតស៊ូមតិថ្នាក់រាជធានីខេត្តរួមមានប្រធានអនុប្រធាននិងលេខាចូលរួមក្នុងទិវាកុមារសំខាន់ៗក្នុងការទាមទារឲ្យមានការលើកកម្ពស់និងការការពារសិទ្ធិកុមារបង្កើនសមត្ថភាពសមាជិកបណ្ដាញតាមរយៈវគ្គបណ្ដុះបណ្ដាលការផ្សព្វផ្សាយផ្សេងៗតើបណ្ដាញកុមារអ្នកតស៊ូមតិធ្វើអ្វីខ្លះនៅថ្នាក់ជាតិរៀបចំការប្រជុំប្រចាំត្រីមាសបណ្ដាញកុមារអ្នកតស៊ូមតិ11រាជធានីខេត្តដើម្បីចែករំលែកសមិទ្ធផលដែលសម្រេចបានរបស់បណ្ដាញកុមារអ្នកតស៊ូមតិថ្នាក់ខេត្តមេរៀនបទពិសោធន៍ល្អៗកំណត់បញ្ហាកុមារសំណូមពរនិងផែនការសកម្មភាពផងដែរបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបណ្ដាញកុមារអ្នកតស៊ូមតិមកពី11រាជធានីខេត្តរួមមានប្រធានអនុប្រធាននិងលេខារៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួនដើម្បីចែករំលែកសមិទ្ធផលដែលការងារសម្រេចបានដោយបណ្ដាញកុមារអ្នកតស៊ូមតិថ្នាក់ខេត្តមេរៀនបទពិសោធន៍ល្អៗកំណត់បញ្ហាកុមារសំណូមពរនិងផែនការសកម្មភាពរៀបចំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារដើម្បីបង្ហាញពីសមិទ្ធផលដែលសម្រេចបានរបស់បណ្ដាញកុមារអ្នកតស៊ូមតិទាំង11រាជធានីខេត្តលើកយកបញ្ហាដែលកុមារជួបប្រទះនិងសំណូមពរលើកកម្ពស់ការយល់ដឹងស្ដីអំពីសិទ្ធិកុមារនិងការចូលរួមរបស់កុមារតាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជាកម្មវិធីវិទ្យុកិច្ចពិភាក្សាទុកមូលតាមទូរទស្សន៍សារព័ត៌មានអេឡិចត្រូនិកនិងការបោះពុម្ពផ្សាយផ្ដល់មតិយោបល់លើរបាយការណ៍ស្ដីពីការតាមដានការអនុវត្តអនុសញ្ញាសិទ្ធិកុមារដែលរៀបចំដោយរដ្ឋាភិបាលនៅគណៈកម្មាធិការអង្គការសហប្រជាជាតិ
ផ្ដល់យោបល់លើរបាយការណ៍បំពេញបន្ថែមស្ដីអំពីការតាមដានការអនុវត្តអនុសញ្ញាសិទ្ធិកុមារដែលរៀបចំដោយសអសកទៅគណៈកម្មាធិការអង្គការសហប្រជាជាតិដល់សេចក្តីថ្លែងការណ៍កុមារក្នុងទិវាកុមារអន្តរជាតិ1មិថុនាដែលសហការរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនិងសអសកនិងអ្នកពាក់ព័ន្ធផ្សេងៗទៀតបង្កើនសមត្ថភាពសមាជិកបណ្ដាញកុមារនៃតស៊ូមតិតាមរយៈវគ្គបណ្ដុះបណ្ដាលការផ្សព្វផ្សាយស្ដីអំពីសិទ្ធិកុមារនិងការចូលរួមរបស់កុមារតើបណ្ដាញកុមារអ្នកតស៊ូមតិធ្វើអ្វីខ្លះនៅថ្នាក់តំបន់និងថ្នាក់អន្តរជាតិតំណាងបណ្ដាញកុមារអ្នកតស៊ូមតិចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់និងថ្នាក់អន្តរជាតិដែលរៀបចំដោយបណ្ដាញរបស់សអសកដូចជាសម្ព័ន្ធសិទ្ធិកុមារអាស៊ីប្រចាំនៅប្រទេសហ្វីលីពីនកម្មវិធីថ្នាក់តំបន់របស់អង្គការភ្លឹងអន្តរជាតិប្រចាំនៅប្រទេសថៃតើបណ្ដាញកុមារអ្នកតស៊ូមតិបានសម្រេចនូវសមិទ្ធផលសំខាន់អ្វីខ្លះក្រុមប្រឹក្សាឃុំសង្កាត់អនុញ្ញាតឲ្យបណ្ដាញកុមារអ្នកតស៊ូមតិចូលរួមក្នុងកិច្ចប្រជុំប្រចាំខែរបស់ខ្លួននិងដំណើរការរៀបចំផែនការអភិវឌ្ឍឃុំសង្កាត់និងកម្មវិធីវិនិយោគឃុំសង្កាត់នៅថ្នាក់សហគមន៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារអនុញ្ញាតឲ្យបណ្ដាញកុមារអ្នកតស៊ូមតិចូលរួមប្រជុំដើម្បីបង្ហាញអំពីសមិទ្ធផលដែលសម្រេចបាននិងការលើកយកបញ្ហាកុមារសំណូមពរនិងផ្ដល់យោបល់លើរបាយការណ៍ស្ដីអំពីការតាមដាននិងការអនុវត្តអនុសញ្ញាសិទ្ធិកុមារក៏ដូចជារបាយការណ៍ពិធីសារបន្ថែមស្ដីពីការលក់កុមារបេសកចាកុមារនិងរូបភាពឬសម្ភារៈអាហារភាសកុមារនិងពិធីសារបន្ថែមស្ដីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធតំណាងបណ្ដាញកុមារអ្នកតស៊ូមតិជាសមាជិកអាជ្ញាធរស្មុំកូនអន្តរប្រទេសតំណាងបណ្ដាញកុមារអ្នកតស៊ូមតិត្រូវបានជ្រើសរើសជាបណ្ដាញកុមារប្រទេសកម្ពុជាសម្រាប់គេហទំព័រកុមារអាស៊ានរាជរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជាបានចេញសេចក្តីណែនាំស្តីពីការដាក់ថ្ងៃ1មិថុនាជាថ្ងៃឈប់សម្រាកវិញតាមរយៈការលើកឡើងរបស់តំណាងបណ្ដាញកុមារអ្នកតស៊ូមតិនៅក្នុងទិវាកុមារអន្តរជាតិ1មិថុនា